និយាយរឿងទស្សដីរឿងចិនហើយនៅទស្សដីរឿងខ្មែរទស្សដីចាក់ស្ដែងទស្សដីចិនសុនជឿណាក៏និយាយថាស្គាល់សត្រូវច្បាស់ស្គាល់ខ្លួនឯងច្បាស់ច្បាំង100 ដងឈ្នះ100 ដងវាអត់ខុសទេវាត្រូវតែក៏មិនជាជាក់ស្ដែងទាំងស្រុងថាត្រូវទាំងស្រុងដែរអូខេជាក់ស្ដែងគឺយើងអាចមានករណីថាស្គាល់សត្រូវច្បាស់ស្គាល់ខ្លួនឯងច្បាស់ច្បាំង100 ដងចាញ់100 ដងហេតុអីអូស្គាល់ច្បាស់ហើយគឺគេខ្លាំងជាងឯងដាច់ឯងចាញ់គេដាច់ហើយឲ្យតែច្បាំងមកឈ្នះគេវាអត់មានអីមកផែលេងមួយគេផងច្បាំងមកឈ្នះគេឥឡូវឧទាហរណ៍ជាក់ស្ដែងថាប៉ាឡេស្ទីននិងអ៊ីស្រាអែលកំពុងវាយសង្គ្រប់ប៉ាឡេស្ទីនមានអ្នកប្រាជ្ញណាដែលបកកែអ្នកប្រាជ្ញយុទ្ធសាស្ត្រណាដែលបកកែផ្ដល់យុទ្ធសាស្ត្រឲ្យប៉ាឡេស្ទីនឈ្នះអ៊ីស្រាអែលឥឡូវកម្លាំងពិតជាក់ស្ដែងគឺខុសគ្នាដាច់អញ្ចឹងស្គាល់ច្បាស់អត់ច្បាស់តែច្បាស់ហើយឃើញថាអ៊ីស្រាអែលខ្លាំងជាងប៉ាឡេស្ទីនដាច់អានោះជាក់ស្ដែងអញ្ចឹងហើយយើងជាប់តែទស្សដីស្គាល់គេច្បាស់ស្គាល់ខ្លួនឯងច្បាស់ច្បាំង100 ដងឈ្នះ100 ដងទ្រឹស្ដីអត់ប្រឹងខ្លួនឯងចំពោះខ្ញុំនឹងឲ្យតម្លៃពាក្យខ្មែរមកឃ្លាដែលខ្លឹមហើយមានន័យខ្លាំងតែយើងអត់សូវចាប់អារម្មណ៍ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយហើយមិនបានដូនតាយើងមិនប្រាប់ថាឲ្យធ្វើសឹកនឹងយុទ្ធសាស្ត្រនឹងស្អីទៅគាត់ឲ្យធ្វើសឹកនឹងបាយតែនេះបើយើងមើលពីខាងក្រៅគឺងាយយល់មើលយកសើយើងថាបើអត់មានបាយមានកម្លាំងណាទៅច្បាំងណាមានបាយមានកម្លាំងណាទៅលីក្របចិត្តបាញ់ក៏មិនតែជាក់ស្ដែងបាយនៅត្រង់ដែលលោកចង់បង្ហាញនេះគឺសំដៅទៅលើទៅពីបាយទៀតគឺសេដ្ឋកិច្ចនិយាយឲ្យខ្លីមានលុយមានកាក់មានការអភិវឌ្ឍយើងត្រូវមានសេដ្ឋកិច្ចធំសេដ្ឋកិច្ចខ្លាំងជាអ្នកមានហើយដើម្បីឲ្យប្រទេសយើងคลายជាអ្នកមានសេដ្ឋកិច្ចធំមានលុយច្រើនមានការអភិវឌ្ឍច្រើនណាយើងត្រូវតែអភិវឌ្ឍខួរក្បាលខ្លួនយើងហ្មងអភិវឌ្ឍចំណេះដឹងតែម្ដងហើយមនុស្សតែអភិវឌ្ឍចំណេះដឹងខ្លាំងវារលុយបានច្រើនណាសេដ្ឋកិច្ចរីកចម្រើនណាហើយតែអភិវឌ្ឍចំណេះដឹងខ្លាំងខួរក្បាលវាឆ្លាតបីជំនាញហ្នឹងវាចេះបើថាជំនាញសង្គ្រាមគឺច្បាស់សង្គ្រាមបកកែសង្គ្រាមវារីកចម្រើនគ្រប់វិស័យបកកែបាញ់បកកែយើងមានលុយច្រើនណាទិញអាវុធទំនើបយើងមានខួរក្បាលល្អយើងចេះប្រើអាវុធទំនើបយើងមានលុយច្រើនយើងអាចទាញសម្ព័ន្ធមិត្តផ្សេងគេមករកស៊ីមកយើងគេមានផលប្រយោជន៍ច្រើនមួយប្រទេសយើងពេលណាគេចង់វាយក៏គេឈឺឆ្អាលដែរខ្ញុំឧទាហរណ៍មួយនៅកាលពីសាដាមហ៊ូសេនគាត់ឈ្លានពានគុយវ៉ែតឈ្លានពានចូលវាយគុយវ៉ែតតដៃអត់រួចតែគុយវ៉ែតគឺជាប្រទេសដែលមានប្រទេសអ្នកមានខ្លាំងពេលហ្នឹងគាត់មានខ្លាំងហ្មងសិទ្ធិព្រៃនៅមជ្ឈមបូព៌ាមហាអំណាចជាច្រើនជាប់ផលប្រយោជន៍នៅហ្នឹងអាមេរិកសម្ព័ន្ធមិត្តអង់គ្លេសបារាំងហ្នឹងគេលើកទ័ពទៅជួយគុយវ៉ែតបដូររំលំសាដាមហ៊ូសេនបានហើយឥឡូវអ៊ីស្រាអែលលុបបំបត្តិប៉ាឡេស្ទីនចោលឈ្លានពានប៉ាឡេស្ទីនមានប្រទេសណាដែលគេបដូរជីវិតទៅជួយវាគេជួយហើយជួយអារ៉ាប់ជុំវិញគេជួយតែជួយលែងឈ្នះគេលែងជួយតទៀតព្រោះអីវាជួយអត់បានផលមកវិញជួយរខាតរហូតអញ្ចឹងជាក់ស្ដែងយើងត្រូវតែផ្ដល់តម្លៃទៅលើកម្លាំងពិតគឺក្រៅពីកម្លាំងយោធាពិតប្រកបកងទ័ពរឹងមាំអាវុធទំនើបសេដ្ឋកិច្ចរឹងមាំទៀតសេដ្ឋកិច្ចគឺខ្លាំងតែម្ដងដល់សេដ្ឋកិច្ចរឹងមាំយើងមានលុយយើងទិញអាវុធអីក៏បានដែរសេដ្ឋកិច្ចរឹងមាំយើងរកស៊ីជាមួយប្រទេសធំបើមានពីណាគេចង់រករឿងយើងគេខ្វាយគេខ្វល់គេជួយគេជ្រុំគេច្រែងតែបើយើងអត់មានផលប្រយោជន៍អីមួយគេអើយណាគេវាយយើងវាយគេមិនសូវមានផលប្រយោជន៍មួយយើងផងគេជួយយើងបានផលប្រយោជន៍ស្អីជួយច្រើនខាតច្រើនទៀត
គេអាណិតគេអាណិតតែលើសពីអាណិតសំខាន់គេមានប្រហល់ប្រយោជន៍អីមកយើងវាអត់មានអញ្ចឹងកន្លែងហ្នឹងយើងត្រូវស្គាល់ខ្លួនឯងច្បាស់ថាអូខេខ្លួនយើងវាទុនខ្សោយពិភពលោកគេអត់មានជួយមនុស្សល្អទេបើយើងមិនខ្លាំងគឺរស់មកអត់បានសក់ទេចង់រស់តតែខ្លាំងធ្វើធំតាមនៅល្អអូយយើងល្អយើងអត់ចេះឈ្លានពានគេទេហើយគេឈ្លានពានយើងយើងស្រែកតែមួយម៉ាត់ប៉ុណ្ណឹងតើពិភពលោកគេងាកមើលយើងអត់ជាក់ស្ដែងសង្គ្រាមមួយរយៈហ្នឹងថៃឈ្លានពានយើងគ្រប់ចំណុចប្រាសាទព្រះវិហារចុះបេតិកភណ្ឌរបស់ UNESCO មិនមែនជារបស់ឯកជនទេយើងជាបេតិកភណ្ឌពិភពលោកថៃបាញ់ខូចប្រាសាទព្រះវិហារ UNESCO ហ៊ានថ្កោលទោសឃើញទេប្រាសាទព្រះវិហារUNESCO ទទួលជាបេតិកភណ្ឌពិភពលោកគេបានត្រឹមតែសម្ដែងការសោកស្ដាយគេជួយជួសជុលជួយអីចឹងទៅតែពាក្យថ្កោលទោសមួយម៉ាត់គេអត់ហ៊ានថ្កោលទោសផងនេះគឺជាអតិពលសេដ្ឋកិច្ចគេធំជាងយើងគេមានជាងយើងទឹកមាត់គេប្រៃជាងយើងហើយពិភពលោកគឺអញ្ចឹងណាស់តែយើងអត់យល់យើងឆ្លក់អង្វែងនឹងច្បាប់អន្តរជាតិចេះការពារចុះតែជាក់ស្ដែងយើងអត់យល់ស្ថានភាពជាក់ស្ដែងរបស់ពិភពលោកមិនមែនពិភពលោកគេក្បត់យើងទេណាយើងអត់យល់ពីគេអញ្ចឹងយើងអត់ពង្រឹងខ្លួនឯងណាយើងគាត់ថាអូប្រាសាទព្រះវិហារចុះបេតិកភណ្ឌហើយអញ្ចឹងអត់មានណាហ៊ានបំផ្លាញទេទឹកដីយើងផែនទីបារាំងសញ្ញេមួយសៀមពីមុនហើយគេទទួលស្គាល់ហើយអញ្ចឹងអត់មានណាមលោបបានទេតែកម្លាំងពិតគេខ្លាំងជាងច្បាប់ពិភពលោកចុះខ្សោយកុំថាគេយកផែនទីគេគូហើយយកមកវាស់យកដីយើងគេលុបផែនទីទាំងអស់ហ្នឹងគេឈ្លានពានយើងទាំងស្រុងក៏បាក់ទប់គេដែររុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែនរាល់ថ្ងៃមានផែនទីត្បាល់យកមកពីណាដាក់ប្រើយកស្រស់ហើយយើងដឹងខ្លួនឯងយើងភ្ញាក់ខ្លួនឯងប្រជាជនយើងខំប្រឹងប្រែងទាំងអស់គ្នាសិស្សសាលាទៅខំរៀនតែរាជការទៅខំធ្វើការគ្រូបរៀនខំបរៀនប្រជាជនប្រឹងធ្វើការរស់ស៊ីឈប់បោឡាយក្មេងៗនៅខំរៀនតែរាជការមិនខំប្រឹងប្រែងធ្វើកំណែតម្រង់ខ្លួនឯងប្រជាជនយើងដេកដួលតាមតាណាវានឹងត្រូវរលកច្បាប់ធម្មជាតិមួយនឹងក្រោយត្រីធំវាត្រូវទៅដើរមកស៊ីត្រីតូចឯងស្មៅធំវាបោកស្មៅតូចដួលវាសនាប្រទេសជាតិរបស់យើងក៏យើងអត់ប្របាក់សន្តានវែងឆ្ងាយដែរអញ្ចឹងទៅមុខឬថយក្រោយអានេះនៅលើកណ្ដាប់ដៃរបស់យើងហើយយើងក៏លេចមើលសកម្មភាពរបស់ពួកយើងរាល់ថ្ងៃថាតើយើងបានធ្វើអីខ្លះដើម្បីការពារទឹកដីរបស់យើងហ្នឹងហើយបើយើងអត់មានបានប្រឹងប្រែងអភិវឌ្ឍខ្លួនឯងអញ្ចឹងយើងក៏មិនអាចបន្ទោសព្រហ្មលិខិតថាគេឈ្លានពានយើងហើយគេដណ្ដើមយកទឹកដីយើងហើយគេលុបបំបាត់ប្រទេសយើងបានដែរអាហ្នឹងរឿងមួយដែលយើងត្រូវដឹងថាវានឹងកើតឡើងហើយយើងត្រៀមខ្លួនយ៉ាងម៉េចដើម្បីទប់ទល់ស្ថានភាពបែបហ្នឹងព្រោះយើងកុំគិតថាសន្តិភាពតិចទៀតគេកោះច្បាប់មកវិញការពារយើងមានបារមីទេវតាដើរដីណាអត់មានទេទេវតាមានតែដើរបបោលុយអត់មានទេវតាដើរដីណាមកជួយបកផ្លិតដេញតបសត្រូវបានណាបើបកផ្លិតប្រមូលលុយអាហ្នឹងមានពេលនេះបើសិនជាអត់មានកម្លាំងពិតមិនបាច់តែនិយាយខុសត្រូវហើយក៏គ្មានអ្នកណាចង់ស្ដាប់រឿងខុសត្រូវរបស់យើងដែរហើយបើមិត្តរួមអាវុធវិញក៏អត់មានដែរមានតែមិត្តលក់អាវុធឲ្យបើគ្មានផលប្រយោជន៍ក៏គ្មានអ្នកណាគេមកជលក់មួយយើងដែរគេមករងទុកមួយយើងដែរនេះក៏យើងត្រូវតែដឹងខ្លួនឯងអាហ្នឹងយើងបញ្ជាក់ម្ដងទៀតមិត្តរួមអាវុធអត់មានទេមានតែមិត្តលក់អាវុធឲ្យមានលុយទិញមិនមិត្តលក់ឲ្យហើយបើអត់មានលុយទិញក៏មិត្តអត់លក់ឲ្យដែរហើយបើសត្រូវយើងមានលុយទិញគឺមិត្តយើងលក់ឲ្យសត្រូវគេមិនខ្វល់ដែរសំខាន់ណាមានលុយទិញគេលក់ឲ្យហ្នឹងហើយយើងសួរខ្លួនឯងមើលថារាល់ថ្ងៃយើងបានកែប្រែបានប្រឹងប្រែងអីខ្លះដើម្បីអភិវឌ្ឍខ្លួនឯងទប់ទល់នឹងស្ថានភាពចំពោះមុខហើយបើយើងអត់ប្រឹងប្រែងបើយើងអត់ត្រៀមខ្លួនអាហ្នឹងយើងក៏កុំបាច់បន្ទោសព្រហ្មលិខិតថាធ្វើបាបយើងមកព្រោះតែព្រហ្មលិខិតបានឲ្យយើងដឹងមុនហើយ
ថាបើយើងមិនប្រឹងប្រែងគឺគេខ្ចប់អាំងហើយបើយើងជ្រើសរើសជំរើសអត់ប្រឹងប្រែងអត់កែប្រែចាប់